វត្តទៀតហើយបងប្អូនវត្តទៀតហើយនេះតកត់ទៀតបងប្អូនតកត់ទៀតតែនេះពេលល្ងាចបងប្អូនពេលល្ងាចហើយកន្លែងហាមឃាត់បងប្អូនកន្លែងហាមឃាត់ហ្នឹងដឹងគេហាមខ្ញុំត្រូវហើយហាមគេខុសគេហាមខុសបងប្អូនអត់ដឹងដែរប៉ុន្តែបើសិនជាគេហាមហើយក៏ចេញពីកន្លែងហ្នឹងទៅនេះកន្លែងហាមឃាត់ហ្នឹងប៉ុន្តែហ្នឹងគេមិនទាន់មកខ្ញុំឃើញប្រឡងហ្នឹងទៅនៅហើយបងមកលេងមុនហ្នឹងគាត់ថាអត់អីទេគាត់មកលេងបានអញ្ចឹងណាអត់មានពីណាមកថាឲ្យទេប៉ុន្តែខ្ញុំលេងហ្នឹងបានថៃ3បងប្អូនអានេះថៃទី1គប់ហើយបានដូចជា2ខ្សែខំគប់2ខ្សែខំហើយមកលុបរាំងទៅនៅដែរបងប្អូនវាសៀលអញ្ចឹងណាតែយើងឈរខាងកើតមកថ្ងៃនៅខាងលិចមកវាលុបទៅនៅហើយនេះគប់យកថៃទី2បងប្អូនថៃទី2ហើយគប់ជេណាបងខំនៅលិចអូសមកល្មមមកហើយដីហ្នឹងដូចជាដីជាប់ជាមួយនឹងដីស្រះដីអាងតកត់ហ្នឹងទេវាមានព្រៃមានអីចឹងមកណាហើយប្រហែលជាមានព្រំបទល់ធម្មតាធម្មន័យម្ចាស់គេហ្នឹងក៏មិនដឹងដែរបងប្អូនប៉ុន្តែខាងមុខនោះវាមានទំនប់គេទប់ហើយគេថាឲ្យខ្ញុំថាគេខំដាក់ដីដាក់អីអស់2លានបងប្អូនអើយគាត់ប្រាប់ខ្ញុំតែអញ្ចឹងប៉ុន្តែខ្ញុំអត់បានសួរគាត់ថាដាក់អស់ប៉ុន្មានទេដីហ្នឹងគឺខ្ញុំសួរថាកន្លែងណាបបកបានអញ្ចឹងណាព្រោះខ្ញុំអត់ចូលចិត្តទេកន្លែងមានម្ចាស់កន្លែងគេហាមគាត់ព្រោះបបកត្រីមិនមែនម៉ោង1គីឡូណាមួយថ្ងៃ 4-5 គីឡូណាងាយទេមួយថ្ងៃជួនកាល 5-6 ត្រីហ្នឹងកន្លែងថ្ងៃខ្លះអត់បងហើយដល់ពេលមានគេហាមឃាត់មានគេថាឲ្យខ្ញុំដើរចេញទៅហើយខ្ញុំសួរថាកន្លែងណាបកបានប៉ុន្តែគេអត់ឆ្លើយទេគេគ្រាន់តែគេនិយាយរឿងលុយថាគេខំចាក់ដីអស់2លានអញ្ចឹងណាទប់ទំនប់ហ្នឹងហើយខ្ញុំមានដឹងណាអត់ដឹងថារបបកន្លែងអញ្ចឹងមានម្ចាស់មានអីអញ្ចឹងណាស្មានតែគេហៅសេរីហ្នឹងថៃទី2បងប្អូនថៃទី3ខ្ញុំបានថតទេថៃទី3បានថតទេហើយថៃមួយហ្នឹងហើយក៏ខ្ញុំដូរកន្លែងទៅដូរកន្លែងនេះកុំឲ្យវាញ៉ៃច្រើនខ្ញុំធុញនិយាយមែនកន្លែងចឹងមានម្ចាស់មានអីខ្ញុំធុញខ្ញុំវាអត់ចូលចិត្តហើយណាមួយបកត្រីកន្លែងមានម្ចាស់ខ្ញុំអត់បកទេដោយសារអីគេបកត្រីដែរបាន6-7 គីឡូណាហើយមួយថ្ងៃក៏មិនបាន7-8 គីឡូណាដែរបកត្រីហើយកន្លែងហ្នឹងគេថាឲ្យហើយខ្ញុំក៏ដើរចេញមកនេះមកដើរចេញមកកន្លែងផ្សេងទឹកដីតែមួយហ្នឹងទេតែគ្រាន់ថាប្រឡងហ្នឹងខុសគ្នាមកបន្តិចដើរមករៀងមកល្មមទៅមានប្រឡងហ្នឹងហើយកន្លែងហ្នឹងសួរគេហើយគេថាអត់ខត់អត់ហាមទេបើហាមទៀតដើរចេញទៀតកន្លែងបកមកកណោបើថាហាមកន្លែងហ្នឹងចម្លែកទេដោយសារកន្លែងហ្នឹងឆក់ច្រើនអញ្ចឹងវាឆក់ថ្ងៃបងប្អូនសួរមើលគេថាសួរមើលអញ្ចឹងហើយនេះត្រីទី3បងប្អូនត្រីទី3ខំហើយចូលបងប្អូនចូលខ្ញុំបកប្រហែលថ្ងៃតែអត់មានត្រីធំទេបងប្អូនអត់មានត្រីធំទេគឺត្រីសិតតែប៉ុនកដៃក្មេងទូជាងកដៃក្មេងចង់ក្មេងណាសាច់ច្រើនទេធំណាស់ហ្នឹងកដៃនេះមកបងប្អូនអូមកដូចធំណាស់ចឹងបងប្អូនតែទូចមួយត្រីហើយមកខំលើហ្នឹងតែប៉ុណ្្នឹងអស់ហើយប៉ុនមកមួយជាមួយសារាយណាំនូនណាហើយនេះបងទូចទេតែតាន់ធាត់ចឹងណាថ្ងៃមើលស្អីហើយណែនកណ្ដនបាទវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេហើយជួយឲ្យមេដៃជួយឲ្យបេះដូងម្នាក់មួយផងបងប្អូនហើយជួយ follow ឲ្យមួយផងអ្នកមិនទាន់ follow ណាដើម្បីមានកម្លាំងធ្វើវីដេអូបន្តទៀតនឹងអរគុណបងប្អូនអរគុណ